ได้ปีพุทธานุปดมาดลเพียรที่9ปะธรรมเทศนาในธรรมจักรปวัตนสูตรนังกาดักนวมสาเวะเตอเครียดำบงการព្រះសម្មាសម្ពុទ្ធក៏រងប្រារព្ធនឹងសម្ដែងព្រះធម៌ប្រស័ទហើយតើព្រះអង្គទៅរងនឹកដល់ជនណាមុនគេដោយហេតុអ្វីហើយគឺហើយតើបានប្រោះជនណាជននោះឬទេចម្លើយព្រះសាសនាទ្រង់នឹកឃើញអាឡាតាបោះណាអាឡាតាបោះកាឡាមកោតដែលព្រះអង្គធ្លាប់ទៅរៀនយកសមាបត្តិ7កាលទៅរងទៅនឹងបួសហើយណាទៅនឹងបួសហើយថ្មីប៉ុន្តែតរងក៏ជ្រាបថាតាបោះនេះធ្វើមរណកាលទៅ7ថ្ងៃទៅហើយតមកតរងនឹកឃើញដល់ឧតកៈតាបោះណាឧតកៈតាបោះរាមបុត្រដែលព្រះអង្គធ្លាប់ទៅរៀនយកអ្នកវៈនេវសញ្ញាយតនសមាបត្តិបន្ទាប់ពីរៀនសមាបត្តិ7មកប៉ុន្តែព្រះសាស្តាទ្រង់បានជ្រាបថាឧតកៈតាបោះនេះបានធ្វើមរណកាលពីពេលព្រះណាពីពេលព្រះលបមកសល់មិញណាលបមកសល់មិញនេះទៅហើយសំណួរបន្ទាប់មកតើព្រះសាសនាទ្រង់នឹកឃើញដល់ជនណានៅឯណាព្រោះហេតុអ្វីចម្លើយតមកព្រះសាស្តាទ្រង់នឹកឃើញទៅបញ្ចវគិឫស្សីដែលធ្លាប់នៃបម្រើព្រះអង្គកាលទ្រង់ធ្វើទុក្ករកិរិយាប៉ុន្តែបញ្ចវគិឫស្សីទាំងនេះទៅឯរដ្ឋកាសីក្នុងបរិអេសេបតនមគទាយវ័នចិត្តករងពារាណសីឯណោះព្រានសីឯណោះជនទាំង5រូបនេះជាចឹងសូមអនុមោទនាប្រឹងសិនបានទាំង